អាមេរិកជប៉ុននិងហូឡង់ធ្វើសមយុទ្ធរួមគ្នាលើកដំបូងដោយប្រើប្រាស់យន្តហោះចម្បាំង F-35A សមយុទ្ធរួមគ្នាដែលមានឈ្មោះថា Windmill Guardian ដែលធ្វើឡើងដោយប្រទេសជប៉ុនសហរដ្ឋអាមេរិកនិងហូឡង់នៅឯមូលដ្ឋានទ័ពអាកាសមីសាវៈរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនក្នុងទីក្រុងមីសាវៈខេត្តអាអូម៉ូរីត្រូវបានបើកឲ្យប្រព័ន្ធផ្សព្វផ្សាយជប៉ុននិងហូឡង់ចូលរួមនៅថ្ងៃទី27ខែមីនានេះបើយោងតាមប្រភពសារព័ត៌មានអាសាហិជប៉ុនដែលបានចុះផ្សាយនៅថ្ងៃទី29ខែមីនាប្រទេសទាំង3សុទ្ធតែប្រើប្រាស់យន្តហោះចម្បាំងកាយទំនើបបំផុតដូចគ្នាគឺយន្តហោះ F-35A ដោយត្រូវបានគេស្គាល់ថាមានសមត្ថភាពបំបាំងកាយខ្ពស់យន្តហោះ F-35A មិនត្រឹមតែមានឧបករណ៍ចាប់សញ្ញាផ្សេងៗដែលអនុញ្ញាតឲ្យវាប្រមូលព័ត៌មានមួយចំនួនធំប៉ុណ្ណោះទេប៉ុន្តែវាក៏មានប្រព័ន្ធភ្ជាប់ទិន្នន័យដែលអនុញ្ញាតឲ្យវាចែករំលែកព័ត៌មាននោះភ្លាមៗជាមួយកងទ័ពអាកាសនិងកងកម្លាំងដីគោកដូច្នេះហើយបានគេហៅវាថាជាយន្តហោះចម្បាំងជំនាន់ទី5សមយុទ្ធរួមគ្នានេះបានប្រើប្រាស់មូលដ្ឋានទ័ពអាកាសមីសាវៈនិងដែនអាកាសវឹកវើជុំវិញការវឹកវើយុទ្ធសាស្ត្រដោយប្រើប្រាស់យន្តហោះចម្បាំងនិងយន្តហោះប្រមានជាមុនការវឹកវើប្រយុទ្ធរវាងយន្តហោះទំនើបដូចគ្នាត្រូវបានគេរំពឹងថានឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនឹងជំនាញប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនការគ្រប់គ្រងគ្នាទៅវិញទៅមករវាងប្រទេសសម្ព័ន្ធមិត្តផងដែរនៅក្នុងសន្និសីទសារព័ត៌មានមួយនាយសេនាធិការនៃកងកម្លាំងការពារដែនអាកាសជប៉ុនលោកឧត្តមសេនីយ៍ថាកេហ៊ីរ៉ូម៉ូរីតាបានថ្លែងថានេះជាលើកដំបូងហើយដែលយន្តហោះចម្បាំង F-35A របស់ហូឡង់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសជប៉ុននិងតំបន់ Indo-Pacific នេះគឺជាលទ្ធផលនៃប្រវត្តិសាស្ត្រ400ឆ្នាំរវាងប្រទេសជប៉ុននិងហូឡង់ហើយវាអាចធ្វើទៅបានមិនត្រឹមតែដោយសារសម្ព័ន្ធភាពដ៏រឹងមាំរវាងជប៉ុននិងសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែថែមទាំងដោយសារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងហូឡង់ផងដែរចំណែកឧត្តមសេនីយ៍ឯក Andreas Stoll មេបញ្ជាការកងកម្លាំងអវកាសហូឡង់បានថ្លែងថាការដាក់ពង្រាយយន្តហោះចម្បាំងរបស់យើងទៅកាន់ប្រទេសជប៉ុននិងតំបន់ Indo-Pacific គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងជាឱកាសដ៏មានតម្លៃមួយដើម្បីបង្កើនអន្តរប្រតិបត្តិការនិងចែករំលែកចំណេះដឹង